ច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃនេះថ្ងៃសៅរ៍ទី14ខែកុម្ភៈឆ្នាំ2026បាទរីករាយទិវានៃក្តីស្រឡាញ់សម្រាប់អ្នកនៅសហរដ្ឋអាមេរិកអ្នកនៅកម្ពុជាហ្នឹងគឺគាត់ប្រហែលជាបានប្រពហើយមកដល់ថ្មនេះហើយណាបានចែកផ្កាចែកអីសម្ដែងក្តីស្រឡាញ់នឹងការគោរពគ្នាហើយអញ្ចឹងអ្នកនៅសហរដ្ឋអាមេរិកបាទកុំភ្លេចទិញផ្កាឲ្យមិត្តភ័ក្តិសហការីផងបាទបើមានពេលជប់លៀងអីសូមអញ្ជើញហើយអ្នកណាទំលេកមកចូលរួមជាមួយខ្ញុំនៅថ្ងៃនេះផងដែរបាទចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះគឺខ្ញុំសម្រាប់យកព័ត៌មានចំនួន4មកនិយាយដើម្បីរាយការណ៍ជូនប្រិយមិត្តទាំងអស់គ្នាគឺទី1មេដឹកនាំវៀតណាមលោកតូឡឹមហើយនិងមេដឹកនាំកម្ពុជាគឺលោកហ៊ុនម៉ាណែតបើតាមសេចក្តីរាយការណ៍គឺនឹងអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពដែលរៀបចំដោយលោកប្រធានាធិបតី Donald Trump នៅរដ្ឋធានី Washington នៅសប្តាហ៍ក្រោយណានៅថ្ងៃទី19ខែកុម្ភៈនេះហើយព័ត៌មានទី2នេះគឺបាទក្រសួងសន្តិសុខមាតុភូមិបានផ្អាកដំណើរការដោយសារតែការអស់ថវិកាដោយសារតែសភាមិនបានឯកភាពគ្នាដើម្បីបញ្ចេញថវិកាមកឲ្យក្រសួងនេះបន្តទៀតហើយព័ត៌មានទី3នេះគឺបើតាមសេចក្តីរាយការណ៍ Bloomberg គឺលោក Trump បានថ្លែងថាការផ្លាស់ប្ដូររបបគឺជារឿងមួយដែលល្អបំផុតដែលត្រូវកើតឡើងចំពោះប្រទេសអ៊ីរ៉ង់ហើយព័ត៌មានចុងក្រោយនេះគឺអង្គការសហប្រជាជាតិបានថ្កោលទោសសហរដ្ឋអាមេរិកផងដែរចំពោះការចាត់វិធានការក្នុងការផ្អាកការផ្គត់ផ្គង់ប្រេងទៅប្រទេសគុយបាបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1គឺតាក់ទងជាមួយនឹងមេដឹកនាំកម្ពុជាហើយនិងវៀតណាមនឹងធ្វើដំណើរមកចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលរៀបចំនៅរដ្ឋធានី Washington ឥឡូវដាក់នេះខ្មែរទៅបាទឃើញបើអញ្ចឹងបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរបស់កម្ពុជាហ្នឹងគឺលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺលោកនឹងអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពដែលរៀបចំដោយលោកប្រធានាធិបតី Donald Trump នៅរដ្ឋធានី Washington នៅថ្ងៃទី19ខែកុម្ភៈបាទហើយនេះគឺជាការប្រជុំលើកទី1ហើយដែលរបៀបវិរៈតាក់ទងជាមួយនឹងប្រទេសកាហ្សាហើយទន្ទឹមនឹងគ្នានោះដែរគឺខាងសារព័ត៌មាននេះបានរាយការណ៍ផងដែរថាជាពិសេស Bloomberg បាទជាពិសេសខ្ញុំដកស្រង់មកនេះគឺសារព័ត៌មាន Bloomberg បានរាយការណ៍ថាមេដឹកនាំជាន់ខ្ពស់របស់វៀតណាមគឺលោកតូឡឹមក៏នឹងអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរក៏ប៉ុន្តែវៀតណាមក៏ឆ្លៀតឱកាសនេះគឺដើម្បីជួបប្រជុំកិច្ចពិភាក្សាអំពីពាណិជ្ជកម្មជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ផងដែរក្នុងពេលដែលជាឱកាសដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនេះបើយោងតាមមន្ត្រីមួយចំនួនដែលបានដឹងកិច្ចការនេះហើយបាននិយាយប្រាប់សារព័ត៌មានហើយពីព្រោះអីក្នុងការចរចាពាណិជ្ជកម្មក្នុងពេលកន្លងមកនោះគឺនៅតែមិនទាន់បានសម្រេចកិច្ចព្រមព្រៀងដល់ឡើយទេឃើញទេប្រិមិត្តនៅដឹងហើយគឺខាងវៀតណាមមុនបូកស្មានតែបានមុនគេ 21% តែចុងក្រោយអត់ទាន់បានទៅវិញទេជាពិសេសឥឡូវនេះគឺនៅបញ្ហាដែលថាចាក់ស្រេះនោះគឺបញ្ហាតាក់ទងនឹងទំនិញដែលឆ្លងកាត់ប្រទេសផ្សេងទៀតគឺតើបើប្រទេសផ្សេងទៀតឆ្លងចូលវៀតណាមចេញពីវៀតណាមមកអាមេរិកហ្នឹងតើទៅយកពន្ធយ៉ាងម៉េចលើកមុនសហរដ្ឋអាមេរិកគាត់ថាយកពន្ធខ្ពស់ណាអាហ្នឹងគឺមិនមែនរបស់វៀតណាមបើចាឥឡូវកំពុងតែពិភាក្សាគ្នានៅឡើយណាបើយកតាមសេចក្តីរាយការណ៍របស់ Bloomberg បានបញ្ជាក់ឲ្យដឹងថាគឺមេបកកុម្មុយនីសវៀតណាមនេះគឺបានទទួលយកការអញ្ជើញដើម្បីចូលរួមនៅក្នុងពិធីកិច្ចប្រជុំសម្ពោធនឹងហើយក៏បានបញ្ជាក់ឲ្យដឹងថាគឺលោកតូឡឹមហើយនឹងមន្ត្រីរបស់សហរដ្ឋអាមេរិកនោះគឺក៏អាចនឹងចូលរួមនៅក្នុងកិច្ចប្រជុំចូលនៅក្នុងរួមនៅក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុនរបស់វៀតណាមហើយនិងក្រុមហ៊ុនអាមេរិកផងដែរនេះបើយោងតាមអ្នកដែលបានដឹងរឿងនេះបាននិយាយប្រាប់បាទអញ្ចឹងគឺប្រិមិត្តឃើញខាងវៀតណាមគាត់បានងាកមកសហរដ្ឋអាមេរិកលឿនតែម្ដងទោះបីជា
ជាសត្រូវចាស់នឹងគ្នាក៏ដោយបាទនឹងឯងដែលស្របគ្នាជាមួយនឹងសំណួររបស់លោកប៊ុនហៀងសួរថាហេតុអីបានជាចិនហើយនៅវៀតណាមគាត់មិនដួលខ្លាំងហ្នឹងបាទគឺគាត់ងាកលឿនបាទងាកលឿនគាត់ធ្វើគេថានិយាយនេះគឺខ្ញុំនិយាយអត់ប្រវត្តិមកតិចគឺនៅមុន show នេះគឺបាទមានការនិយាយអំពីការធ្វើកំណែទម្រង់នៅវៀតណាមក្នុងឆ្នាំ1985ឲ្យជាដើមហើយពេលដែលអតីតសហភាពសូវៀតបានដួលរលំអីហ្នឹងបានសំណួរលោកប៊ុនហៀងសួរថាហេតុអីបានជាវៀតណាមចិនអីហ្នឹងមិនដួលរលំអីហ្នឹងបាទគឺដោយសារតែប្រទេសទាំងពីរហ្នឹងគាត់ចាប់ផ្ដើមរៀបចំគោលនយោបាយងាកតន់មកដូចជាក្នុងពេលនេះគឺវៀតណាមគេឥឡូវនេះគឺងាកមកសហរដ្ឋអាមេរិកកំពុងតែរៀបចំឲ្យមានក្រុមហ៊ុនអាមេរិកឲ្យចូលបន្ថែមទៀតបើទោះបីជាពីរអ្នកនេះប្រទេសទាំងពីរនេះគឺកម្ពុជាសំទោសគឺវៀតណាមហើយនិងសហរដ្ឋអាមេរិកហ្នឹងជាអតីតសត្រូវចាស់ក៏ដោយបាទខ្ញុំបន្ថែមកន្លែងហ្នឹងបាទហើយព័ត៌មានទី2នេះគឺសេចក្តីរាយការណ៍របស់ NBC News គឺបានឲ្យដឹងថាគឺក្រសួងសន្តិសុខមាតុភូមិឥឡូវនេះគឺផ្អាកមួយរយៈសិនបាទដោយសារតែខ្វះខាតថវិកាដែលសភាទាំងគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋកំពុងតែចរចាគ្នានៅឡើយក្នុងការផ្ដល់ថវិកាដែលមានលក្ខខណ្ឌមួយចំនួនគឺធ្វើយ៉ាងណាកុំឲ្យពលិអន្តោប្រវេសន៍អាយហ្នឹងគឺធ្វើតាក់ទិចដែលអាក្រក់ក្នុងការបង្ក្រាបទៅលើក្នុងការអនុវត្តច្បាប់បន្តោប្រវេសន៍ដែលមានពាក់មុខម៉ាស់ពាក់អីជាដើមហ្នឹងឲ្យដោះម៉ាស់ចេញដាក់ពាក់កាមេរ៉ាហើយបើតាមសេចក្តីរាយការណ៍នេះគឺខាងសេដ្ឋវិមានបានទទួលយកសំណើរបស់ខាងគណៈបកប្រជាធិបតេយ្យមួយចំនួនហើយក៏ប៉ុន្តែគឺមិនបានបញ្ជាក់ឲ្យដឹងថាតើសំណើនោះគឺមានអ្វីខ្លះទេដែលសេដ្ឋវិមានទទួលយកហើយការបិទរដ្ឋាភិបាលនេះមែនក៏ប៉ុន្តែមន្ត្រីរបស់ក្រសួងសន្តិសុខមាតុភូមិមួយចំនួននៅតែទៅធ្វើការដដែលទេបាទគឺប្រហែលជាទង់ 70% គឺនៅទៅធ្វើការដដែលជាពិសេសអ្នកដែលមានកិច្ចការសំខាន់ដែលមិនអាចឈប់បានគ្រាន់តែគាត់ទៅធ្វើការដោយមិនទាន់បានទទួលប្រាក់បៀវត្សតែប៉ុណ្ណោះគេហៅថា follow ហើយអ្នកដែលនៅឈប់នោះគឺអ្នកដែលជាផ្នែកសំខាន់គឺនៅខាងផ្នែករដ្ឋបាលហើយនឹងមេដែលមិនពាក់ព័ន្ធនឹងការសម្រេចទៅលើប្រតិបត្តិការប្រចាំថ្ងៃគឺត្រូវតែសម្រាប់រីឯមន្ត្រីនៅធ្វើការដដែលក្រោយមិនគ្រាន់តែមិនទាន់ទទួលបានប្រាក់បៀវត្សហើយគេមិនរំពឹងថានឹងអាចនឹងបើកក្រសួងនេះពេញលេញឡើងវិញនៅក្នុងពេលឆាប់នេះទេពីព្រោះអីខាងអ្នកសមាជិកសភានឹងគឺត្រូវវាកងនោះរហូតដល់10ថ្ងៃទៀតឯណោះបានវិលត្រឡប់មកវិញប៉ុន្តែការចរចារវាងខាងគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋនេះនៅតែដំណើរការប្រសិនបើមានការចរចាគ្នាត្រូវហើយអាចនឹងចេញច្បាប់ថវិកាដែលត្រូវការសមាជិកសភានិងប្រសិទ្ធភាពមកបោះឆ្នោតនោះពួកគេនឹងត្រឡប់មកវិញភ្លាមប៉ុន្តែបើសិនជាការចរចាមិនត្រូវទេបាទយ៉ាងហោចណាស់គឺរហូតដល់10ថ្ងៃក្រោយទៀតព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg គឺបានរាយការណ៍ថាលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថាជំរឿសដ៏ល្អសម្រាប់ប្រទេសអ៊ីរ៉ង់គឺការផ្លាស់ប្ដូររបបនោះតែម្ដងបាទលោកប្រធានាធិបតីបានថ្លែងដូចនេះក្នុងគណៈពេលដែលមន្ត្រីរបស់សហរដ្ឋអាមេរិកហើយនិងមន្ត្រីរបស់អ៊ីរ៉ង់នោះគឺនៅតែកំពុងតែចរចាគ្នាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឡើយក៏ប៉ុន្តែសហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងជាច្រើនរួមទាំងនាវាដែលដឹកយន្តហោះចំនួន2គ្រឿងផងដែរទៅតំបន់មជ្ឈិមបូព៌ានោះបាទលោកប្រធានាធិបតីបានប្រាប់អ្នកសារព័ត៌មានថាគឺរឿងដែលអាចកើតមានឡើងសំទោសបាទគឺរឿងដែលអាចកើតមានឡើងបានគឺជាការផ្លាស់ប្ដូររបបមួយបាទក៏ប៉ុន្តែលោកក៏បានដកឃ្លាផងដែរនៅពេលដែលគេសួរថាតើបើសិនជាផ្លាស់ប្ដូររបបអញ្ចឹងតើអ្នកណាគេជាអ្នកឡើងកាន់អំណាចជំនួសដែលលោកប្រធានាធិបតីយល់ឃើញថាស័ក្តិសមនឹងដឹកនាំប្រទេសអ៊ីរ៉ង់នៅពេលដែលអត់មានលោកអាយ៉ាតុឡានេះបាទគឺលោកប្រធានាធិបតីក៏បានបញ្ជាក់ថាលោកមិនទាន់ចង់និយាយអំពីបញ្ហានេះនៅឡើយទេ
ឥឡូវហ្នឹងគឺមន្ត្រីរបស់អ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកហ្នឹងគឺបានការចរចាគ្នាហើយនឹងក្រុងនឹងមានការចរចាគ្នាបន្ថែមទៀតផងដែរតាក់ទងជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះហើយប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ណាបាទទីភ្នាក់ងារសារព័ត៌មាន Reuters គាត់បានរាយការណ៍ដោយដកស្រង់ពីប្រភពដែលមិនបានបញ្ចេញឈ្មោះកាលពីថ្ងៃយប់ថ្ងៃសុក្របានឲ្យដឹងថាគឺបទភូរបស់សហរដ្ឋអាមេរិកមួយដែលក្នុងនោះមានកូនប្រសាររបស់លោកប្រធានាធិបតីផងគឺលោក Jared Kushner ហើយនឹងបេសកជនពិសេសរបស់លោកប្រធានាធិបតីគឺលោក Steve Witkoff អាចនឹងជួបប្រជុំគ្នានៅក្នុងទីក្រុងហ្សឺណែវបាទអាចនឹងជួបក្នុងទីក្រុងហ្សឺណែវនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះបាទដើម្បីដឹកនាំដើម្បីចរចានៅទីនោះបើព័ត៌មានចុងក្រោយបាទព័ត៌មានចុងក្រោយសូមជូនខ្លីតែម្ដងទៅគឺបើយោងតាមសេចក្តីរាយការណ៍នេះគឺខាងអង្គការសហប្រជាជាតិគឺខាងក្រុមប្រឹក្សាសិទ្ធិមនុស្សប្រធានខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគឺលោក Volker Turk នៅកាលពីថ្ងៃសុក្របានទទូចឲ្យមានការលើកលែងនៅទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានដាក់ទៅលើប្រេងរបស់ប្រទេសកុយបាដោយរិះគន់ថាការដែលដាក់ទណ្ឌកម្មហាមឃាត់ការនាំប្រេងចូលប្រទេសកុយបានោះគឺបណ្ដាលឲ្យប្រទេសកុយបានោះជួបវិបត្តិហើយវាគឺជាការមួយរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរហើយប្រទេសកុយបានោះគឺលែងមានសិទ្ធិនាំចូលប្រេងហ្នឹងចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ការគ្រប់គ្រងទៅលើប្រេងឧស្សាហកម្មប្រេងនៅក្នុងប្រទេសវេណេស៊ុយអេឡាតែម្ដងដែលប្រទេសវេណេស៊ុយអេឡាក្នុងពេលកន្លងមកគឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំសម្រាប់ប្រទេសកុយបាដូច្នេះបានធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសកុយបាដែលកំពុងតែមានភាពលំបាកលំបិនស្រាប់ទៅហើយបានពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងក្នុងការផលិតថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់នៅលើដែនកោះនេះបានលោកថើកបាននិយាយថាគឺលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពវិបត្តិសេដ្ឋកិច្ចនិងសង្គមគិច្ចដែលកាន់តែជ្រាលជ្រៅនៅក្នុងប្រទេសកុយបាក្នុងពេលដែលមានបញ្ហាការដាក់ទណ្ឌកម្មទៅលើពាណិជ្ជកម្មក៏ដូចជាខាងផ្នែកហិរញ្ញវត្ថុអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះហើយឥឡូវនេះគឺអាកាសធាតុដែលកាន់តែអាក្រក់ខ្លាំងហើយនឹងវិធានការរបស់សហរដ្ឋអាមេរិកនៅក្នុងការដាក់កំហិតទៅលើការដឹកជញ្ជូនប្រេងនេះកាន់តែធ្វើឲ្យស្ថានភាពនេះកាន់តែលំបាកថែមទៀតបាទនេះបើយោងតាមអ្នកស្រី Martha Hurtado ដែលជាអ្នកនាំពាក្យរបស់លោក Turk បានបញ្ជាក់នៅក្នុងទីក្រុង Geneva ប្រាប់អ្នកយកព័ត៌មានដោយឡែកមន្ត្រីរបស់សហរដ្ឋអាមេរិកវិញអ្នកការទូតរបស់សហរដ្ឋអាមេរិកវិញមិនបានឆ្លើយតបជាមួយនឹងសំណើសូមអត្ថាធិប្បាយនេះនៅឡើយទេបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នាអញ្ចឹងអត់បាននៅយូរទេថ្ងៃនេះបាទអញ្ចឹងល្ងាចនេះបាទអ្នកនៅសម្រាប់អ្នកនៅសហរដ្ឋអាមេរិកគឺអត់បានជួបគ្នាទេណាបាទគឺខ្ញុំជាប់រវល់តខ្លួនទៅជាពេលព្រឹកមកនៅប្រទេសកម្ពុជាអញ្ចឹងអត់មានទេណាបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទសូមរីករាយនៅថ្ងៃ Valentine's Day ហើយក៏រីករាយនៅចុងសប្តាហ៍ផងដែរសូមអរគុណសូមជម្រាបលា